ប្រទេសអ៊ីរ៉ង់បាត់បង់ការគ្រប់គ្រងយ៉ាងសំខាន់លើច្រកសមុទ្រ Hormuz ការប្រជែងដណ្ដើមគ្រប់គ្រងលើច្រកសមុទ្រ Hormuz បានក្លាយជាចំណុចសំខាន់នៃចំនួនជាមួយអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះទាំងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកសុទ្ធតែបានអះអាងថាខ្លួនមានប្រៀបជាងភាគីម្ខាងទៀតហើយការផ្លាស់ប្ដូរពាក្យសម្ដីប្រជែងគ្នានេះបានបង្កឲ្យមានភាពច្របូកច្របល់និងមន្ទិលសង្ស័យយ៉ាងខ្លាំងទោះជាយ៉ាងណាក៏ដោយនៅពេលនេះផុសតាងគឺច្បាស់លាស់ណាស់សហរដ្ឋអាមេរិកដែលកំពុងល្បាតច្រកសមុទ្រនេះដោយប្រើប្រាស់កងទ័ពជើងទឹករបស់ខ្លួនកំពុងទទួលបានប្រៀបកាន់តែខ្លាំងឡើងខណៈដែលអ៊ីរ៉ង់កំពុងបាត់បង់ការគ្រប់គ្រងយ៉ាងច្រើនលើផ្លូវទឹកដ៏មានសារៈសំខាន់នេះយោងតាមទិន្នន័យពីក្រុមហ៊ុន Kepler ដែលបានតាមដាននាវាដោយប្រើប្រាស់ឧបករណ៍បញ្ជូនសញ្ញានិងទិន្នន័យផ្កាយរណបបានឲ្យដឹងថាជាង 80% នៃនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងរយៈពេល2សប្តាហ៍កន្លងមកនេះបានជ្រើសរើសផ្លូវធ្វើដំណើរតាមដែនទឹករបស់ប្រទេសអូម៉ង់ដែលជាផ្លូវដឹកជញ្ជូនតាមសមុទ្រមួយត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិប៉ុន្តែត្រូវបានអ៊ីរ៉ង់ប្រឆាំងយ៉ាងដាច់អហង្ការដោយអះអាងថាខ្លួនជាអ្នកគ្រប់គ្រងច្រកសមុទ្រនេះប្រទេសអ៊ីរ៉ង់បានវាយប្រហារនាវាជាច្រើនដែលព្យាយាមធ្វើដំណើរឆ្លងកាត់ផ្លូវទឹកក្បែរឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសអូម៉ង់ទោះបីជាមានហានិភ័យក៏ដោយនាវាភាគច្រើននៅពេលថ្មីៗនេះបានសម្រេចចិត្តមិនអើពើនឹងការទាមទាររបស់អ៊ីរ៉ង់ហើយបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនោះដោយមានការធានាការពារពីកងទ័ពជើងទឹកសហរដ្ឋអាមេរិកលោកហ្វូមេយូនហ្វាឡាក់សាហ៊ីប្រធានផ្នែកវិភាគប្រេងឆៅនៅក្រុមហ៊ុន Kepler មានប្រសាសន៍ថាវាហាក់ដូចជាកាន់តែច្បាស់ឡើងថាអ៊ីរ៉ង់បានបាត់បង់ការគ្រប់គ្រងលើច្រកសមុទ្រនេះបើទោះបីជាគ្រាន់តែផ្នែកមួយក៏ដោយស្ថានភាពនេះគឺផ្ទុយស្រឡះពីកាលពី1ខែមុននៅពេលដែលក្រុមហ៊ុន Kepler សង្កេតឃើញថាស្ទើរតែគ្មានចរាចរណ៍នាវាធ្វើដំណើរតាមផ្លូវក្បែរប្រទេសអូម៉ង់នោះទេការថយចុះយ៉ាងខ្លាំងនៃចរាចរណ៍នាវានៅតាមផ្លូវដែលអ៊ីរ៉ង់ចង់ឲ្យមានការប្រើប្រាស់នោះបានធ្វើឲ្យអ៊ីរ៉ង់មិនអាចគិតកម្រៃសេវាពីនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះបានឡើយដែលផ្ទុយពីអ្វីដែលខ្លួនធ្លាប់បានធ្វើកាលពីរដូវផ្ការីកកន្លងទៅការផុតកំណត់នៃអនុសរណៈនៃការយោគយល់គ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅសប្តាហ៍នេះតាមទិសដីអនុញ្ញាតឲ្យអ៊ីរ៉ង់អាចចាប់ផ្ដើមទាមទារយកថ្លៃឆ្លងកាត់បានម្ដងទៀតប៉ុន្តែយោងតាមក្រុមហ៊ុន Kepler ហាក់ដូចជាប្រទេសនេះមិនទាន់អាចធ្វើដូច្នេះបាននៅឡើយទេលោក Dan Pickering ស្ថាបនិកនិងជានាយកផ្នែកវិនិយោគនៃក្រុមហ៊ុន Pickering Energy Partner បានមានប្រសាសន៍ថាការទាមទារយកថ្លៃឆ្លងកាត់របស់អ៊ីរ៉ង់គឺជាអ្វីដែលប្រទេសភាគច្រើននៅមជ្ឈមបូព៌ាមិនចង់ធ្វើនិងមិនបានអនុវត្តនោះទេដូច្នេះផ្លូវដឹកជញ្ជូនតាមរយៈប្រទេសអូម៉ង់គឺជាជម្រើសដ៏សមស្របបំផុតយោងតាមលោក Andy Lipo ប្រធានក្រុមហ៊ុន Lipo Oil Associates បានឲ្យដឹងថាប្រទេសគុយវ៉ែតអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមបានជួលនាវាដឹកប្រេងឆៅខ្នាតយក្សដែលជាប្រភេទនាវាដឹកប្រេងធំជាងគេបំផុតដើម្បីដឹកជញ្ជូនប្រេងចេញពីឈូងសមុទ្រប៉ែបឆ្លងកាត់ច្រកសមុទ្រ Hormuz រួចផ្ទេរប្រេងទៅឲ្យនាវារបស់អតិថិជននៅខាងក្រៅតំបន់គ្រោះថ្នាក់ក្នុងឈូងសមុទ្រអូម៉ង់ដើម្បីគេចផុតពីការវាយប្រហាររបស់អ៊ីរ៉ង់ពួកគេបានបិទឧបករណ៍បញ្ជូនសញ្ញាទីតាំងរបស់នាវាដែលជារឿយៗបិទចោលរហូតដល់រាប់សប្តាហ៍សកម្មភាពដឹកជញ្ជូនដោយលាក់បាំងទីតាំងនេះដែលគេហៅថា Dark Traffic ហាក់ដូចជាគេចផុតពីការតាមដានរបស់សេវាកម្មតាមដានទិន្នន័យមួយចំនួនដូចជា Kepler ផងដែរទោះបីជាសកម្មភាពខ្លះអាចត្រូវបានចាប់យកដោយផ្កាយរណបក៏ដោយប៉ុន្តែវាមានការលំបាកនៅក្នុងការតាមដានតាមរយៈវិធីសាស្ត្រធម្មតាទោះជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកដែលមានកម្លាំងយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់នៅតាមដែនសមុទ្របានតាមដានរាល់នាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះហើយបានរាយការណ៍អំពីបរិមាណដឹកជញ្ជូនប្រេងខ្ពស់ជាងការប៉ាន់ស្មានជាទូទៅដែលបានធ្វើឡើងពីមុនកាលពីសប្តាហ៍មុនលោក Grirai រដ្ឋមន្ត្រីក្រសួងធម្មពលបានថ្លែងថាបរិមាណប្រេងសរុបដែលដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនេះនិងដែលត្រូវបង្វែរផ្លូវវាងច្រកសមុទ្រនេះមានចំនួនប្រហែល15លានបារ៉ែលក្នុងមួយថ្ងៃក្នុងរយៈពេលមួយសប្តាហ៍ដែលជាតួលេខមួយខិតជិតទៅដល់កម្រិតមធ្យមចំនួន20លានបារ៉ែលដែលធ្លាប់មានមុនពេលផ្ទុះសង្គ្រាមស្ថានភាពនេះជំរុញឲ្យប្រធានាធិបតី Donald Trump ប្រកាសកាលពីថ្ងៃច័ន្ទថាសហរដ្ឋអាមេរិកមានការគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រនេះដែលជាការអះអាងគួរឲ្យសង្ស័យមួយហើយលោកតែងតែលើកឡើងដដែលនៅក្នុងអំឡុងពេលនៃចំនួននេះការបន្តវាយប្រហាររបស់អ៊ីរ៉ង់និងបរិមាណដឹកជញ្ជូនប្រេងដែលនៅតែមានកម្រិតទាបជាងកម្រិតមុនពេលមានសង្គ្រាមបង្ហាញថាសហរដ្ឋអាមេរិកមិនបានគ្រប់គ្រងច្រកសមុទ្រ Hormuz យ៉ាងត្រង់នោះទេប៉ុន្តែអ៊ីរ៉ង់ក៏មិនមែនដូច្នោះដែរលោក Pickering បានមានប្រសាសន៍ថាប្រសិនបើគោលដៅរបស់ពួកគេគឺចង់កាន់កាប់ការគ្រប់គ្រងនោះខ្ញុំនិយាយបានថាពួកគេមិនដែលគ្រប់គ្រងស្ថានភាពបានទាំងស្រុងតាំងពីដើមមកម្លេះវាហាក់ដូចជាគោលដៅរបស់ពួកគេគឺការរារាំងដើម្បីបង្ហាញថា
ខ្លួនមានអំណាចគ្រប់គ្រងខ្ញុំគិតថាពួកគេនៅតែបន្តអនុវត្តយុទ្ធសាស្ត្ររារាំងនោះដដែលប្រសិនបើនាវាដឹកប្រេងពិតវាអាចដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រនេះបានច្រើនដោយដែលសហរដ្ឋអាមេរិកអះអាងនោះមែននោះសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការរារាំងនិងគ្រប់គ្រងច្រកសមុទ្រ Hormuz គឺបានថយចុះបើធៀបទៅនឹងស្ថានភាពពីមុនឬ2 ខែមុនអ្វីដែលធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញនោះគឺថាប្រទេសអូម៉ង់និងអ៊ីរ៉ង់កំពុងចរចាគ្នាដើម្បីស្ដារសេរីភាពនៃការធ្វើឲ្យនាវាចរឆ្លងកាត់ច្រកសមុទ្រនេះដោយមិនមានការចូលរួមពីសហរដ្ឋអាមេរិកដែលធ្វើឲ្យលោកត្រាំមានការមិនពេញចិត្តយ៉ាងខ្លាំងវាមិនទាន់ច្បាស់ទេថាតើការពិភាក្សាទាំងនោះនឹងជះឥទ្ធិពលយ៉ាងណាចំពោះការដឹកជញ្ជូនប្រេងឬការគ្រប់គ្រងផ្លូវសមុទ្រនេះលោកលីផៅបាននិយាយថាខ្ញុំនឹងទទួលយកព័ត៌មាននិងចំណងជើងព័ត៌មានទាំងអស់នោះមកពិចារណាដោយប្រុងប្រយ័ត្នប៉ុន្តែជារឿងត្រឹមត្រូវដែលត្រូវនិយាយថាអ៊ីរ៉ង់បានបាត់បង់ការគ្រប់គ្រងលើច្រកសមុទ្រនេះមួយផ្នែកហើយ